ខ្ញុំមិនស្ដាប់បបម៉ាក់ប៉ាគាត់នៅលើទីរៀនខ្ញុំបែរជាគិតសាលាមិនខំសិក្សាពេលដែលជួបជុំគ្នាគិតតែពីជួបមកផឹកសាជួបកឆាទាំងយប់ទាំងថ្ងៃមិនដែលខ្វល់អ្វីបណ្ដោយឲ្យខ្លួនធ្លាក់ក្នុងអវជ័យព្រោះតដើរភ្លើតភ្លើនឆ្លក់ួតនឹងគ្រឿងញៀនមិនដឹងខ្យល់អីគឺអាក្រក់ថាល្អគឺសថាខ្មៅដឹងថាអ្វីខុសមិនដឹងថាអ្វីត្រូវដើរធ្វើអំពើខុសច្បាប់តាំងខ្លួនជាពួករស់ដូចជាកង្កែព្រោះតែខ្ញុំគិតថាលុបហុកបន្តិចក៏ស្រួយលួយក៏វិញនេះតែគ្នាមិនដែលវេទនាសបាយរហូតដល់ទៅពេលវេលាមួយគឺតែមានទុកព្រួយមានអ្នកណាគេជួយតែពីខ្លួនជាងមួយជួយខ្លួន